ដែលល្អគួរធ្វើជាគំរូក្នុងថ្នាក់រៀនក្មេងស្រីម្នាក់ពីក្មេងស្លូតបូតទៅជាក្មេងអសិលធម៌និងជាខ្ញុំកញ្ចេះនយោបាយគេធីសវណ្ណថាដែលជាកូនស្រីអ្នកលក់ដូរម្នាក់នៅក្រុងសួងខេត្តកំពង់ចាមដែលធ្លាប់ជាក្មេងស្លូតបូតស្រគត់ស្រគំទាំងការនិយាយស្ដីទៅកាន់ញាតិមិត្តក៏សុភាពរៀបសារប៉ុន្តែនៅពេលមកដល់ភ្នំពេញបានចាញ់ឧបាយកលនយោបាយបោកប្រាស់របស់គណៈបកប្រឆាំងបានធ្វើឲ្យនាងប្រែក្លាយជាស្រីប្រហើននិងអសិលធម៌ពិតណាស់នាងមានលុយមានឡានមានមន្ត្រីជាថ្នាក់ដឹកនាំក្នុងបកជួយចិញ្ចឹមយកនាងធ្វើជាស្រីកំណាន់និងលេចឮព័ត៌មានថាលួចមានសហាយស្មន់ជាមួយគ្នាជាញឹកញាប់ជីវិតបច្ចុប្បន្នរបស់សិស្សកំជិលម្នាក់នេះបានក្លាយជាស្រីខូចខ្លួនមុនពេលមានប្តីហើយមួយថ្ងៃវក់នឹងការដើរលេងញៀននឹង Facebook កិច្ចវេះពីការរៀនសូត្រនិងរៀនត្រួតថ្នាក់ទី11ក្នុងឆ្នាំសិក្សា2013-2014នេះតើការវង្វេងជាមួយនឹងនយោបាយផ្លេចការរៀនសូត្រធីសវណ្ណថាស័ក្តិសមជាទំពាំងស្នងឫស្សីដែរឬទេតើអាចយកជាគំរូល្អសម្រាប់សិស្សនិស្សិតទាំងឡាយក្នុងសង្គមខ្មែរដែរឬទេការស្ទាត់ជំនាញខាងជេរនិងរិះគន់អ្នកដទៃមិនគួរម៉ែឪបណ្តែតបណ្ដោយពេកនោះឡើយពីព្រោះវាអាចប្រឈមនឹងគ្រោះថ្នាក់ជាប់ពន្ធនាគារនៅថ្ងៃណាមួយហើយយុវជនទាំងឡាយដែលកំពុងជឿទុកចិត្តនិងស្រឡាញ់ធីសវណ្ណថាគួរគិតពិចារណាឲ្យបានច្បាស់លាស់ជៀសវាងការផ្ញើវាសនាលើយុវជនដែលជាអនាគតទំពាំងស្នងឫស្សីបែបធីសវណ្ណថានេះឡើយសិស្សដែលល្អគួរធ្វើជាគំរូក្នុងថ្នាក់រៀន